ពេលដែលជីវិតយើងកំពុងរីករាយយើងមិនដែលនឹកឃើញទៅដល់ពេលមួយដែលនឹងត្រូវប្រឈមមុខនឹងការកើតទុក្ខនោះទេរហូតទុកឲ្យផ្លូវចិត្តរបស់យើងខ្លាចទៅជាមានសភាពធ្ងន់ធ្ងរផ្លូវចិត្តគឺជារឿងសំខាន់ណាស់នៅពេលដែលមនុស្សឈឺកាយទោះបីជាសន្លប់ក៏នៅតែមានគេអាចជួយបានតែបើផ្លូវចិត្តវិញមានតែខ្លួនឯងជួយខ្លួនឯងប៉ុណ្ណោះទើបបានតើធ្វើដូចម្តេចទៅដើម្បីឲ្យជីវិតរបស់យើងបានប្រសើរឡើងពីការកើតជំងឺផ្លូវចិត្តពេទ្យផ្លូវចិត្តអាចនឹងប្រាប់អ្នកថាឲ្យអ្នកទៅកម្សាន្តឬធ្វើអ្វីដើម្បីឲ្យខ្លួនឯងសប្បាយរីករាយនោះផ្លូវចិត្តនឹងបានប្រសើរឡើងតែនេះវាមិនបានត្រឹមត្រូវ 100% នោះទេក្នុងការដោះស្រាយបញ្ហាជំងឺផ្លូវចិត្តនៅពេលដែលមនុស្សម្នាក់កើតជំងឺផ្លូវចិត្តធ្ងន់ធ្ងរសូម្បីតែបទចម្រៀងដែលពួកគេធ្លាប់ស្រឡាញ់ក៏ស្ដាប់ទៅលែងពិរោះទៀតដែរការដែលធ្វើឲ្យផ្លូវចិត្តបានប្រសើរឡើងគឺមានតែការនិយាយអំពីបញ្ហាផ្លូវចិត្តរបស់យើងនេះតែប៉ុណ្ណោះបុគ្គលដែលអាចនិយាយអំពីបញ្ហាផ្លូវចិត្តបានគឺត្រូវតែជាបុគ្គលដែលរៀនចេះដឹងនិងស្គាល់អំពីដំណើរការរបស់ចិត្តថាចិត្តមានប៉ុន្មានដួងហើយវាធ្វើការបែបណាអ្នកមិនធ្លាប់ឆ្ងល់ទេឬថាប្រសិនបើចិត្តជារបស់អ្នកពិតមែនហេតុអ្វីក៏អ្នកមិនអាចបញ្ជាវាឲ្យឈប់គិតអំពីបញ្ហាដែលកំពុងតែកើតឡើងបានទៅពិតណាស់អ្នកមិនបានស្គាល់អំពីចិត្តនោះទេព្រះពុទ្ធទ្រង់បានត្រាស់ថាចិត្តជាធម្មជាតិអប់រំបានដោយកម្របើបុគ្គលអប់រំចិត្តបានល្អហើយសេចក្តីសុខរមែងមានដល់បុគ្គលនោះវិធីសាស្ត្រផ្លូវកាត់ហើយលឿននោះគឺការរៀនអំពីចិត្តរបស់យើងព្រះពុទ្ធគឺជាបុគ្គលដែលស្គាល់ចិត្តច្បាស់ជាងគេព្រះអង្គបានត្រាស់ដឹងហើយរកឃើញថាចិត្តគឺមាន121ដួងការត្រាស់ដឹងរបស់ព្រះអង្គគឺត្រាស់ដឹងអំពីចិត្តហើយបង្រៀនមនុស្សអំពីចិត្តឲ្យពួកគេស្គាល់ត្រូវខុសល្អអាក្រក់ព្រះអង្គមិនមែនដឹកនាំដើម្បីតែឲ្យមនុស្សជឿតាមនោះទេគឺព្រះអង្គដឹកនាំដើម្បីឲ្យមនុស្សស្វែងរកផ្លូវត្រូវហើយឲ្យពួកគេជ្រើសរើសផ្លូវដើរដោយខ្លួនឯងមនុស្សម្នាក់ដើរផ្លូវឆ្ងាយក្តៅហើយស្រេកទឹកពេលដែលគេឃើញស្រះទឹកមិនចោះងូតទឹកមិនផឹកទឹកវាមិនមែនជាទោសរបស់ស្រះទឹកនោះទេដូចគ្នានេះដែរផ្លូវវែងឆ្ងាយតំណាងឲ្យសង្សារវដ្តនៃការកើតចាស់ឈឺស្លាប់ស្រះទឹកតំណាងឲ្យការព្រានប្រដៅរបស់ព្រះពុទ្ធដែលឆ្លុះបញ្ចាំងពីការត្រាស់ដឹងរបស់ព្រះអង្គយើងជាអ្នកស្រែកឃ្លានប្រសិនបើយើងមិនស្វែងរកឬសិក្សាព្រះធម៌ទេយើងមិនអាចបន្ទោសព្រះពុទ្ធបានទេ